ពូយកពណ៌បៃតងថ្ងៃនេះដែរគឺខ្ញុំបានមក UPP ដើម្បីមក unboxing ពីរបស់ដែលខ្ញុំបានមកពីខាង361គេផ្ញើមកឲ្យខ្ញុំឡើងចង់មកត្រេនអ្នកគ្នាខ្ញុំអត់ទាន់បើកសោះបើកម្នាក់ឯងវីដេអូអត់សូវសប្បាយចឹងថ្ងៃនេះខ្ញុំមកដល់ភូមិភ្នំពេញដើម្បីរកមនុស្សម្នាក់ជួយបើកពីរបស់នេះជាមួយខ្ញុំក្នុងលក្ខខណ្ឌងាយៗបើសិនជាគាត់ទីពណ៌របស់ដែលមាននៅក្នុងនឹងត្រូវគឺអាចមានសិទ្ធិយករបស់ដែលមានពណ៌ដោយតែគាត់ទីនឹងបានមួយចូលមកដល់ខ្ញុំឃើញពូសម្ដាប់ថ្នាក់ដែលគាត់ការពារនៅខាងភូមិភ្នំពេញនេះចូលមកសាកសួរគាត់ទៅថាគាត់អាចជួយបើកពី unboxing នេះជាមួយខ្ញុំបានអត់គាត់ថាអូខេមានអីចាំគាត់ជួយបើកហើយខ្ញុំក៏ប្រាប់លក្ខខណ្ឌទៅឲ្យគាត់ឲ្យរើសពណ៌មួយពណ៌អីក៏បានដែរពូយកពណ៌បៃតងអូខេណាស់នេះពូយកពណ៌បៃតងខ្ញុំអត់ដឹងដែរគ្នាថានៅក្នុងមានអីទៅគឺបានមកគឺទុកមកមួយថ្ងៃណានិយាយមែនអ្នកគ្នាខ្ញុំអត់ដឹងសោះហ្មងថានៅក្នុងនឹងមានអីខ្លះហើយពណ៌អីក៏ដឹងដែរដោយសារអត់មានបានលួចមើលចឹងអីតែបាក់មកឃើញដំបងគេគឺមួយពណ៌ខ្មៅមួយបន្ទាប់មកទៀតគឺថាអាវពណ៌បៃតងអ្នកគ្នាអាវដៃវែងវាជាអាវល្ងាអញ្ចឹងណាគ្នាប៉ុណ្ណេះមកគឺត្រូវគាត់មួយមើលទៀតថានៅក្នុងមានអីទៀតគឺមានអាវសដៃខ្លីហើយបន្ទាប់មកទៀតមានខោជើងខ្លីដែរខាងក្នុងនោះសិតតែជា collection ថ្មី361បែបជា camping បោះតង់អីចឹងណាគ្នាបន្ទាប់មកទៀតជាប្រភេទកូនកៅអីទូចដែលយើងទុកដាក់តាមខ្លួនពេលទៅ camping អីចឹងដំបូងនេះខ្ញុំស្មានតែកាបូបទៅទេតាបន្ទាប់មកទៀតនៅខាងក្នុងនោះមានប្រអប់មួយណាគ្នាប្រអប់ស្បែកជើងបើកមកឆាច់គឺថាពណ៌បៃតងទៀតហើយចុងក្រោយគឺមានកណ្ដាលដែលមានរូបភាពភ្នំក្នុងផ្សារនៅខាងក្នុងនឹងសរុបមកពូគឺមានជំរើសពីរដែលអាចរើសបានទៅតែពណ៌បៃតងមានស្បែកជើងហើយនឹងអាវដៃវែងនេះចាំមើលថាគាត់យកមួយណាពូគិតមកសន្ទុះចុងក្រោយគាត់ក៏យកអាវដៃវែងណាគ្នាសម្រាប់មកពូគាត់យកបានភ្លាមគឺគាត់លនៅមុខនឹងមកណាគ្នានិយាយទៅគឺខ្លួនពូឯនៅខ្លួនខ្ញុំគឺប៉ិនគ្នាណាគ្នាអញ្ចឹងគាត់ពាក់មកគឺត្រូវហ្មងអាវនេះស្អាតណាស់គ្នាសាច់ក្រាស់ល្អទៀតណាដល់ឯពូឥឡូវនេះគឺគាត់បានអាវនិយាយទៅគាត់សប្បាយចិត្តហ្មងចំខែភ្លៀងត្រជាក់ចេះទេគឺថាត្រូវម៉ាច់ហ្មងអូចុងក្រោយខ្ញុំភ្លេចប្រាប់អ្នកគ្នាពូគាត់ឈ្មោះថាពិសិដ្ឋគាត់ជាសម្ដាប់ធ្នាប់ការពារនៅ UPP ហើយអីដែលមាននៅក្នុងប្រអប់ទាំងអស់នេះបើសិនជាអ្នកគ្នាចាប់អារម្មណ៍អាចទៅរកមើលបាននៅគ្រប់ store 361ទាំងអស់